សេចក្តីជូនដំណឹងស្តីពីការរៀបចំវគ្គបណ្ដុះបណ្ដាលនិងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រលើកទី29នាយកកមូលបត្រកម្ពុជា នមក សូមជម្រាបជូនដំណឹងដល់សាធារណជននិងបុគ្គលផ្ដល់សេវាក្នុងវិស័យមូលបត្រសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួមក្រុមហ៊ុនបោះផ្សាយក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សិតនិងក្រុមហ៊ុនផ្ដល់សេវាក្នុងវិស័យមូលបត្រទាំងអស់ព្រមទាំងសាធារណជនជ្រាបថា នមក នឹងរៀបចំវគ្គបណ្ដុះបណ្ដាលនិងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រលើកទី29ចាប់ពីថ្ងៃទី23 ខែមេសាដល់ថ្ងៃទី6 ខែឧសភានិងថ្ងៃទី9 ខែឧសភាឆ្នាំ2025នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី15វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកទៅតាមក្រុមនិងការបរិច្ឆេទដូចខាងក្រោមក្រុមទី1វគ្គបណ្ដុះបណ្ដាលនិងការប្រឡងសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រក្រុមហ៊ុនបោះផ្សាយនិងក្រុមហ៊ុនផ្ដល់សេវាក្នុងវិស័យមូលបត្រនឹងត្រូវរៀបចំចាប់ពីថ្ងៃទី23 ខែមេសាដល់ថ្ងៃទី6 ខែឧសភាឆ្នាំ2025និងការប្រឡងនៅថ្ងៃទី9 ខែឧសភាឆ្នាំ2025វេលាម៉ោង 9 ដល់ម៉ោង 10 នាទីព្រឹកក្រុមទី2វគ្គបណ្ដុះបណ្ដាលនិងការប្រឡងសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួមនឹងត្រូវរៀបចំចាប់ពីថ្ងៃទី23ដល់ថ្ងៃទី28 ខែមេសានិងថ្ងៃទី5ដល់ថ្ងៃទី6 ខែឧសភាឆ្នាំ2025និងការប្រឡងនៅថ្ងៃទី9 ខែឧសភាឆ្នាំ2025វេលាម៉ោង 9 ដល់ម៉ោង 10 នាទីព្រឹកក្រុមទី3វគ្គបណ្ដុះបណ្ដាលនិងការប្រឡងសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សិតនឹងត្រូវរៀបចំនៅថ្ងៃទី23និងថ្ងៃទី29 ខែមេសាដល់ថ្ងៃទី6 ខែឧសភានិងការប្រឡងនៅថ្ងៃទី9 ខែឧសភាឆ្នាំ2025វេលាម៉ោង 10:30 ដល់ 11:30 នាទីព្រឹកក្រុមទី4កម្មវិធីអប់រំវិជ្ជាជីវៈបន្តសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រក្រុមហ៊ុនបោះផ្សាយនិងក្រុមហ៊ុនផ្ដល់សេវាក្នុងវិស័យមូលបត្រនឹងត្រូវរៀបចំនៅថ្ងៃទី23និងថ្ងៃទី28ដល់ថ្ងៃទី30 ខែមេសានិងថ្ងៃទី5 ខែឧសភាឆ្នាំ2025ក្រុមទី5កម្មវិធីអប់រំវិជ្ជាជីវៈបន្តសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួមនឹងត្រូវរៀបចំចាប់ពីថ្ងៃទី23ដល់ថ្ងៃទី28 ខែមេសានិងថ្ងៃទី5 ខែឧសភាឆ្នាំ2025ក្រុមទី6កម្មវិធីអប់រំវិជ្ជាជីវៈបន្តសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សិតនឹងត្រូវរៀបចំនៅថ្ងៃទី23និងថ្ងៃទី30 ខែមេសានិងថ្ងៃទី2ដល់ថ្ងៃទី5 ខែឧសភាឆ្នាំ2025ចំពោះរាល់ព័ត៌មានពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការចូលរួមវគ្គបណ្ដុះបណ្ដាលនិងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រលើកទី29នមកនឹងជូនដំណឹងតាមរយៈអ៊ីមែលជូនទៅបុគ្គលដែលបានចុះឈ្មោះរួចសម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការចុះឈ្មោះនិងការបង់ថ្លៃចូលរួមវគ្គបណ្ដុះបណ្ដាលនេះសូមតាក់ទងមកនាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលអភិវឌ្ឍទីផ្សារមូលបត្រនិងទំនាក់ទំនងអន្តរជាតិតាមរយៈទូរស័ព្ទលេខ081 585 350 096 99 97 599 096 734 64 84 Telegram ឬ email edu@seoc.gov.kh អាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជននិងបុគ្គលផ្ដល់សេវាក្នុងវិស័យមូលបត្រទាំងអស់ជ្រាបជាព័ត៌មានថ្ងៃពុធ13រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី26 ខែមីនា គ្រិស្តសករាជ2025នាយកកមូលបត្រកម្ពុជា